សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលមកកាន់ Channel កាត់សុបិនរបស់យើងខ្ញុំថ្ងៃនេះផងដែរខ្ញុំបានយកការកាត់សុបិនទាក់ទងទៅលើសត្វឃ្មុំឬស្រាំងយកមកនិយាយបាទកុំចាំយូរយើងមកស្ដាប់ពីការកាត់សុបិនទាំងអស់គ្នា1សុបិនឃើញឃ្មុំឬស្រាំងអស់លោកនឹងប្រឈមមុខនឹងរឿងអ្វីមួយដែលធ្វើឲ្យមិនសប្បាយចិត្តឬមិនអស់ចិត្តបាទ2សុបិនឃើញបរិភោគឃ្មុំឬស្រាំងលោកអ្នកនឹងឈ្នះនៅបញ្ហាដែលលោកអ្នកប្រឈមមុខជាមួយឬអាចនឹងឡើងឋានៈឬប្រាក់ខែផងដែរបាទ3យកសុបិនឃើញឃ្មុំឬស្រាំងខ្ទេចចូលអស់លោកអ្នកត្រៀមខ្លួនឲ្យស្រេចចំពោះបញ្ហាដូចជានឹងមានមនុស្សមាត់ឆ្កែចាក់រុកឲ្យអ្នកដទៃស្អប់យើងឬមានអ្នកនិយាយដើមយើងប្រាប់អ្នកដទៃអ្វីដែលសំខាន់នោះនឹងមានអ្នកតាមរករឿងយើងតាមរំខានដើម្បីបង្កើនចំនួនបើមិនចង់មានរឿងសូមកុំខ្វល់នឹងមនុស្សប្រភេទនេះហើយសូមរក្សាគម្លាតនៅឲ្យឆ្ងាយពីគ្នាទៅបាទនាទីកាត់សុបិនយើងខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនសូមឲ្យលោកអ្នកទទួលនៅពុទ្ធពរជ័យទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្រៀងគ្រៀងឡើយហើយពីចុងបញ្ចប់នេះសូមឲ្យបងប្អូនអ្នកនរគ្នាជួយចុច Subscribe និងសញ្ញារូបកណ្ដឹងផងដែរដើម្បីទទួលបានវីដេអូថ្មីៗពី Channel របស់ខ្ញុំបាទសូមអរគុណ